នាយករដ្ឋមន្ត្រីចេញបញ្ជាដាច់ខាតបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបមិនដកថយដោយសារបទល្មើសនេសាទខុសច្បាប់នៅផ្ទៃបឹងទន្លេសាបមិនមែនមានតែប្រជាពលរដ្ឋសាមញ្ញធម្មតាគឺមានទាំងឈ្មួញឬអ្នករកស៊ីមានទួនាទីធំនិងមានអាវុធនៅក្នុងដៃថែមទៀតទើបសម្ដេចនាយករដ្ឋមន្ត្រីថ្ងៃនេះចេញបញ្ជាម៉ឺងម៉ាត់បង្ក្រាបមិនដកដៃសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងនៅក្នុងពិធីត្រួតពិនិត្យចង្វាក់ផលិតកម្មថ្មីរបស់ក្រុមហ៊ុនរថយន្ត Ford នៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី22ខែមេសានេះថាកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលកំពុងបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅលើផ្ទៃបឹងទន្លេសាបត្រូវតែប្រើសិទ្ធិស្វ័យការពារខ្លួនឆ្លើយតបទៅនឹងក្រុមជនល្មើសដែលតដៃឬប៉ុនប៉ងវាយប្រហារទៅលើសមត្ថកិច្ចសម្ដេចបញ្ជាក់ថាការនេសាទនៅលើផ្ទៃបឹងទន្លេសាបកន្លងមកមិនមែនកើតឡើងដោយពលរដ្ឋតូចតាចនោះឡើយសម្ដេចបានរំលឹកថាកន្លងមកក្រុមឈ្មួញបានប្រើកាណូតបើកបំបុកទៅលើកងកម្លាំងសមត្ថកិច្ចនិងពេលខ្លះមានរហូតដល់ការប្រើកាំភ្លើងបាញ់ប្រហារកំញើញទៅលើកងកម្លាំងយោធាថែមទៀតផងសូមបញ្ជាក់ថាប៉ុន្មានខែកន្លងមកនេះរាជរដ្ឋាភិបាលបានប្រើប្រាស់យោធាបើកប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបមិនទាន់បិទបញ្ចប់នៅឡើយទេ